Alo bông ôn chẳng tham đọc cô pi khác biệt để sang tay nơi này quả tớ mình chả sẽ bầu cùng nhà hay này việt sai ạ bông chứ tớ sao đó រឹបសឹមសួរបងប្អូនខ្ញុំចង់ឲ្យព័ត៌មានមួយពេលដែលខ្ញុំចុះទៅដល់វាបងប្អូនឃើញខ្ញុំរំភើបយំអោបតែពេលខ្ញុំមកឃើញស៊ីណេនឹងក្រុមការងារខ្ញុំរំភើបដូចគ្នាពុយខ្ញុំអត់មានអីឲ្យអ្នកតាមវាពិតប្រាកដទេដល់ពេលបងរៀបចំឲ្យហើយមិញអ្វីដែលធ្វើឲ្យខ្ញុំស៊ីណេពិបាកទឹកភ្នែកហ្នឹងគឺកូនក្មេងនៅលើទឹកការហើយរត់តាមវាតែកូនពួកខ្ញុំនៅមានកន្លែង ចឹងយើងពិបាកទឹកភ្នែកពិបាកឲ្យយើងមិនឈប់ការងារនេះមែនតើបើស៊ីណេនៅទៅបើកខ្ញុំនៅទៅយកសម្រាប់ពួកកើតអរគុណបងប្អូនអរគុណបង បានដែលយើងត្រូវចេញឥឡូវនេះបងនេះរំភើបនេះគាត់ថែមទឹកដោះគោឲ្យក្មេងៗពីរកាសទៀតបាទពិសេសមែនតើ ហើយបាននេះទៅខាងយើងវាលស្រែផងព្រោះបងចុះទៅដល់ខាងក្នុងហើយខាងក្នុងស្រែទៀតណាព្រោះបងប្អូនខ្លះគាត់រត់ទៅនៅខាងហ្នឹងបាទគាត់ចាំបងប្អូនសម្រាប់ជួយយើងដើម្បីយើងជួយបងដើម្បីយើងជួយបងប្អូនខ្មែរបាទត្រូវយើងខ្មែរជួយតាមស៊ីណេគឺពិតប្រាកដដល់ដៃបងប្អូនដែលត្រូវការហើយខ្ញុំអ្នកចុះទៅតតាមវាខាងប្រទីមិនចេះអរគុណ បងហ្វីលឹមនិយាយពីអ្វីដែលបងធ្វើមកសមមិញតិចបានទេខ្ញុំឃើញអ្វីដែលបងធ្វើសមមិញដូចអស្ចារ្យដែរបាទសមមិញខ្ញុំទៅអាំងសាច់ផ្ទាល់ឲ្យបងវិរៈកងកប់តែគាត់สนុំពោហ្មងគាត់ឃ្លានក៏ពិត5ទីតាំងតែខ្ញុំធ្វើចូលបានតាមមួយទីតាំងហើយចង់និយាយថាសាច់មកផ្ទះអីមកនេះយើងអាំងមកផ្លែតអស់ហើយគាត់ហេវឲ្យគាត់ហត់ហើយគាត់สนុំពោមែនទេតែមានខ្ញុំចាំស្ដាប់ក្របសិនថាគេផ្លោងទៅអត់បើអត់ទេខ្ញុំនឹងទៅតំបន់ពុះខ្ញុំនិយាយត្រង់កូនសិស្សខ្ញុំបន្តតែគាត់ទៅបាញ់គាត់สนុំពោមកគាត់សុំសាច់គោបើកម្លាំងហើយអ្នកខ្លះក៏សុំតោបងប្អូនជួយទៅបកង1គីឡូ2គីឡូអីខ្ញុំអ្នកចុះតយើងនឹង support បងប្អូនអីទេយើងនឹង support បងបាទអរគុណច្រើនបាទអរគុណបងស៊ីណេអរគុណជីវិតពុតបាទថ្ងៃនឹងរឿងមួយដែលបងប្អូនបានលឺប៉ុន្តែមួយថ្ងៃគឺយើងមានរឿងបែបនេះថ្ងៃខ្លះ10ថ្ងៃខ្លះ20យើងចង់ឲ្យបងប្អូនដឹងពីគ្រប់យ៉ាងដែលយើងធ្វើខ្លាំងមែនទេតែសង្ឃឹមថាថ្ងៃមួយយើងអាចបង្ហាញបងប្អូននៅពេលដែលប្រទេសយើងមានទទួលបានសន្តិភាពពិតប្រាកដចា៎បាទអូខេបងប្អូនយើងរងចាំដំណឹងសង្ឃឹមថាឥឡូវនេះនៅដូចជាដំណឹងវានៅល្អនៅឡើយសង្ឃឹមថាដំណឹងល្អហ្នឹងនៅតែបន្តល្អហើយកាន់តែល្អជាងនេះទៀតដើម្បីបងប្អូនយើងបានជួបគ្នាឡើងវិញអូខេបាយបាយបងប្អូន